បងប្អូនដែលចង់ចាប់ផ្ដើមលក់ដូរអីវ៉ាន់ចាប់ហួយដែលមានដើមទុនតិចតូចត្រឹម1 លានឬមួយក៏យើងអាចចាប់ផ្ដើមពីតិចជាងនេះក៏បានបើសិនជាយើងខ្វះខាតថវិកាប៉ុន្តែយើងចង់ចាប់ផ្ដើមរកស៊ីត្រឹម20,000 30,000អីយើងចាប់ផ្ដើមពីតូចបំផុតបើសិនជាយើងមិនមានដើមទុនច្រើនដំបូងបើសិនជាយើងមានឧទាហរណ៍ថាយើងមាន20,000ចុះ20,000គឺយើងលក់នំកូនក្មេងសិនលក់នំកូនក្មេងទឹកក្រូចនំហើយនឹងបារីដែកកេះបន្តិចបន្តួចត្រឹមតែ4-10មុខសិនអីទៅ4-10មុខវា20,000វាបានហើយមួយមុខត្រឹមចំណាយត្រឹម20,000បើសម្រាប់ទីតាំងដែលមានកូនក្មេងច្រើនយើងអាចលក់ដាក់អីវ៉ាន់ប៉ុណ្ណោះសឹងថា3 ទៅ 4 ថ្ងៃអីយើងទៅយកអីវ៉ាន់មកដាក់បន្ថែមទៀតហើយយើងពង្វិលវាដាក់ថែមបង្កើនអីវ៉ាន់នំនងបន្តិចតាមដែលយើងចំណេញបានតិចតួចនោះរួចហើយអាចបន្ថែមជាភេសជ្ជៈដូចជាវើឬមួយក៏ភេសជ្ជៈផ្សេងទៀតរួចហើយដូចជាកាតទូរស័ព្ទទីតាំងដែលមានផ្លូវរបៀបថាឡានម៉ូតូអីគេឆ្លងកាត់ច្រើនយើងអាចជាលក់សាំងប្រភេទសាំងយើងទិញជាកដុងហើយយើងច្រកដបក្នុងមួយកដុងយើងច្រកយកចំណេញកដុង15,000យើងលក់បើទីតាំងល្អយើងលក់តែ2 ថ្ងៃ 3 ថ្ងៃអីយើងលក់ដាច់មួយកដុងហើយក្នុងមួយខែយើងលក់បានចន្លោះពី5 ទៅ 6 កដុងយើងអាចចំណេញបានគួរសមដែរសម្រាប់សាំងហើយកាតទូរស័ព្ទយើងបន្ថែមវាម្ដងបន្តិច1ខែ2ខែ3ខែទៅយូរទៅយើងអាចដាក់អីវ៉ាន់បានហើយយើងលុយដែលចំណេញនោះគឺយើងអត់យកទៅចំណាយលើអីផ្សេងទេយើងត្រូវយកទៅវាទៅវិលទៅលើអីវ៉ាន់បន្ថែមដើម្បីឲ្យវាកាន់តែរីកធំរបៀបទៅអីវ៉ាន់យើងកាន់តែច្រើនយើងលក់នៅពេលដែលរកចំណូលបានផ្សេងទៀតបើសិនជាយើងឃើញថាអាជីវកម្មការលក់ដូរយើងនោះវាបានកាក់កបយើងចំណូលយើងផ្សេងយើងអាចយកមកបូកបន្ថែមវាបានលក់ដើម្បីបន្ថែមមុខតំណែងដែលយើងត្រូវការនេះចិត្តនោះនេះដែលទីតាំងនេះចិត្តខាងដែលគេត្រូវការប្រើប្រាស់ដូចជាគ្រឿងហូបអំបិលសាសុទីមម្ទេសខ្លាញ់ហើយនឹងរបស់ផឹករបស់ហូបភេសជ្ជៈស្រានំសាប៊ូយើងបន្ថែមវាម្ដងបន្តិចបើដូចសម្រាប់លក់ភេសជ្ជៈឬមួយក៏ស្រាបៀរវិញយើងអាចយកលាយគ្នាបានយើងទៅកន្លែងដែលគេលក់ធំហើយយើងនិយាយនឹងគេសុំរបៀបថាក្នុងមួយកេសនេះយើងចង់លាយយកវាមួយកេសវាមាន24យើងយកមួយមុខ8កំប៉ុងឬមួយក៏មួយមុខ12កំប៉ុងកន្លះកេសទៅយើងដាក់មកដើមដាក់ភេសជ្ជៈក៏ដើមត្រឹមតែ2កេសវាតម្លៃវា10,000ជាងហើយបើដូចការរៀបរាប់នេះវាលឿនទេវាមួយផ្លេតយើងអាចសំបានប៉ុណ្ណេះប៉ុន្តែបើសម្រាប់ការលក់ដូរជាក់ស្ដែងដើម20,000យើងលក់ខ្ទង់3 ទៅ 4 ខែគឺយើងអាចដាក់អីវ៉ាន់នោះទន្លើងអីវ៉ាន់ដល់តម្លៃ50,000ជាងហើយនៅពេលដែលអីវ៉ាន់យើងកាន់តែច្រើនគឺលុយចំណេញយើងក៏យើងអាចរកបានឲ្យវាកើនឬតែបានលឿនដែរត្រឹមតែកន្លះឆ្នាំមួយដើមមួយវ៉ាន់យើងដែលដាក់ទាំងអស់នោះវាអាចឡើងដល់ខ្ទង់1 លានជាងអីហើយបើសិនជាយើងនៅទៅវិលដាក់វាបន្ថែមហើយបើដូចយើងលក់ភេសជ្ជៈបើសិនជាមានទូទឹកកកប្រើនៅផ្ទះស្រាប់វាស្រួលដែរវាមិនសូវជាពិបាកតែបើយើងអត់មានក៏យើងគួរតែទិញជាប្រភេទប៉ុន្តែយកល្អទិញទូទឹកកកតំណងតម្លៃដែលគេទូទឹកកកដែលគេលក់មកទឹកតម្លៃខ្ទង់20,000 30,000អីវាថ្លៃហើយប៉ុណ្ណោះខ្ទង់ថាយើងថា70 រៀលចុះខ្ទង់30,000យើងអាចប្រើបានហើយទូទឹកកកល្មមហើយបើសិនជាយើងលក់ដូរដាច់របៀបថាមានអតិថិជនមានម៉ួយមានអ្នកដែលគេទៅទិញច្រើននៅពេលដែលដល់រដូវបុណ្យទានអីដែលគេត្រូវការផឹកស្រាច្រើនយើងអាចទៅកន្លែងដែលគេលក់ដូរមុនធំនោះនៅក្នុងភូមិឬក៏ភូមិជិតនោះហើយយើងអាចនិយាយជាមួយគេដើម្បីយកស្រាមកលក់សិនយើងលក់ក្នុងមួយរដូវដូចថាចូលឆ្នាំបើសិនជាអ្នកជិតខាងយើងនោះមានរបៀបថាអ្នកជិតខាងមានច្រើនដែលយើងនៅតំបន់ដែលរាំងឆ្ងាយដែលអាចថាគ្រប់គ្រងបានបើយើងលក់វាមានខ្ទង់10គ្រួសារអីដែលទិញយើងហើយវាច្រើនហើយប៉ុណ្ណោះមួយថ្ងៃលក់បើយើងអាចផ្គត់ផ្គង់អីវ៉ាន់បាន10គ្រួសារមួយថ្ងៃមិនក្រោមពី10,000ទេព្រោះមួយគ្រួសារចំណាយមិនតិចទេក្នុងមួយថ្ងៃយ៉ាងតិចក៏15,000ដែរនិយាយយ៉ាងតិចបំផុតហើយ
ហើយនៅពេលដែលយើងបន់ទៀនយើងដាក់ស្រាយើងយកបិណ្ឌគេសិនក្នុងមួយកេសសម្រាប់ស្រាយើងអាចចំណេញបានចាប់ពី2000ឡើងទៅ2000ឡើងតិចហើយចាប់ពី2000រៀលឡើងទៅហើយបើយើងលក់បានដល់ទៅ50កេសឬក៏តាមលទ្ធភាពយ៉ាងតិចក៏ខ្ទង់30-40កេសដែរនៅពេលដែលបន់ទៀនហើយយើងអាចដាក់លក់ចុះហើយនៅពេលដែលយើងលក់រួចយើងយកលុយនោះទៅឲ្យគេវិញយើងបែបថាយើងកាច់យកទៅថ្លៃចំណេញសល់ប្រមាណគឺយើងចំណេញហើយយើងគិតថា2000ហើយក្នុងវាយថា50កេសគឺវាបានដល់ទៅ100000ហើយយ៉ាងតិចហើយ100000 2000ភាគច្រើនគឺវាចំណេញលើសនោះវាអត់មែនប៉ុណ្ណោះទេហើយបើសម្រាប់ការលក់ដូរអីវ៉ាន់ចាប់ហួយនេះតម្លៃដើមនេះហើយនឹងប្រាក់ដែលយើងអាចចំណេញក្នុងចំនួន100000រៀលយើងអាចចំណេញបាន20000យើងគិតថាដើម100000គឺយើងអាចចំណេញបានខ្ទង់20000ហើយបើយើងដាក់អីវ៉ាន់ច្រើនដល់ទៅវាកើនដល់1លាន2លានហើយក្នុងមួយថ្ងៃគឺយើងចំណេញចាប់ពីយើងអាចរកចំណូលបានប្រចាំថ្ងៃចាប់ពី10000ឡើងទៅវាមិនច្រើនទេបើសិនថាយើងគិតថាយើងទៅរកស៊ីធ្វើការឲ្យគេឲ្យវាមិនច្រើនទេ10000ប៉ុន្តែវាជាមុខរបរដែលយើងអាចថាជាអាជីពហើយវាចូលលក្ខណៈថាវាជាមុខរបរប្រចាំជីវិតយើងរកវាហើយសម្រាប់មុខរបរនេះគឺតើអ្នកដែលរឯងដែលអ្នកដែលតស៊ូព្យាយាមមុំក៏អាចនឹងដួលលំដែរហើយការចំណាយនិងការចំណូលគឺត្រូវតែច្បាស់លាស់អត់មែនលំបែបថាយកអីវ៉ាន់នោះទៅហូបយកអីវ៉ាន់នោះថ្លៃចំណេញនោះចំណាយទៅរឿងអីផ្សេងពីណាពីណីដោយមិនមានមូលហេតុមិនមានចំណូលត្រឡប់មកវិញហើយចំណាយទៅរបៀបថាអត់មានចំណូលមកវិញហើយសម្រាប់លក់ដូរចុះគឺយើងគួរតែចិញ្ចឹមមិនបន្ថែមដែលយើងចិញ្ចឹមមិន10-20ក្បាលទៅដាក់តិចតូចរោពូជរោកូនមិនគេដើម្បីចិញ្ចឹមពេលដែលយើងលក់ដូរបណ្ដើគឺយើងមានមិននោះមកបែបទៅវាបានចំណូលពីរយ៉ាងហើយបើយើងអាចមានលទ្ធភាពបន្ថែមលើនោះទៀតគឺចិញ្ចឹមជ្រូកហើយនឹងមិនដាក់ជ្រូកវាមិនមានជាលុយចំណេញបើយើងគិតថ្លៃក្នុងការចំណាយទៅលើចំណីអាហារអីនោះវាអត់ចំណេញទេប៉ុន្តែវាដូចជាលុយដែលយើងសន្សំបើចំណេញក៏ចំណេញតិចតូចតែបើសម្រាប់ហានិភ័យក្នុងការខាតបង់ក៏វាមានច្រើនដែរបើសិនជាជ្រូកនោះជួបបញ្ហាឈឺអីទៅវាពិបាកបន្តិចដែរតែបើយើងចិញ្ចឹមមិនវាមិនសូវជាចំណាយដើមទុនច្រើនហើយបើទោះបីជាវាឈឺវាអីក៏វាមិនអាចថា10ទៅទាំង10 20ទៅទាំង20ដែលវាបានខ្លះហើយសម្រាប់ទីតាំងចិញ្ចឹមមិនគឺបើដៃយើងទាបក៏យើងអាចថាចាក់ដៃថែមនៅពេលដែលជិតដល់រដូវវស្សាអីដើម្បីវាខ្ពស់កុំឲ្យមិននោះវាឈឺក្នុងដោយសារតែជាំដៃបើសម្រាប់អ្នកខ្លះគេនិយាយថាអូដីទីតាំងគេផ្ទះគេនោះចិញ្ចឹមមិនអត់កើតទេវាមានបញ្ហាអញ្ចេះបញ្ហាអញ្ចោះឈឺទៅវាងឹបអត់មានសល់ប៉ុន្តែបើសម្រាប់គេអ្នកដែលឧស្សាហ៍ព្យាយាមមនុស្សដែលល្អឯងក្នុងការចិញ្ចឹមសត្វគឺគេដូចជាមិនមែនទេគេអាចចិញ្ចឹមបានអ្នកជិតខាងខ្លះដែលគេឧស្សាហ៍ព្យាយាមគេមានមិនលក់គេមានមិនវាយសម្រាប់ហូបយូរគេចង់ហូបគេអាចវាយមានទាវាយហូបប៉ុន្តែអ្នកខ្លះរោតែមិនទាសឹងថាក្នុងផ្ទះរោមិនទាដើមមិនឃើញទេអត់មានបានចិញ្ចឹមអីទេគិតដល់ពេលសូថាមិនក៏មិនចិញ្ចឹមហើយគាត់និយាយថាចិញ្ចឹមមិនកើតទេដីនេះចិញ្ចឹមទៅងាប់អស់ហើយសូថាចិញ្ចឹមកាលណាយូរហើយគាត់អត់ព្រមចាប់ផ្ដើមចិញ្ចឹមទៀតទេហើយសម្រាប់មិននៅពេលដល់រដូវចាប់ពីខែ6យើងថាខែ8ខែ8មករកខែ10 11គឺរៀងពិបាកបន្តិចដែរចាប់ពីមើលថាខែ7ខែ8ខែ9ខែ10ខែ11វារយៈពេល5ខែវាពិបាកចិញ្ចឹមដែរវាពិបាកដោយសារតែអាកាសធាតុវាត្រជាក់វាសើមប៉ុន្តែបើចាប់ពីខែ11មករកខែ7វិញគឺយើងអាចចិញ្ចឹមបានដីរបៀបមិនក៏យើងអាចចិញ្ចឹមមិនវាអត់ងាយឈឺដែរយើងក៏ត្រូវមើលពីអាកាសធាតុមើលពីពេលវេលាដើម្បីចិញ្ចឹមថាគួរថាដាក់នៅពេលណាថែនៅពេលណាហើយបើសម្រាប់មីពូជហើយនឹងមិនដែលធំហើយខែ8មករកខែ11គឺវាអត់សូវងាយមានបញ្ហាទេយើងងាយមើលយើងងាយថែយើងមិនចាំបាក់ថាអូវាបានកូនមកច្រើនទេតែយើងគ្រាន់រងចាំពេលវេលាបន្តិចទៅ
នៅពេលដែលដៃស្រស់ហើយយើងអាចថាវាមានពងមានកូនមកដើម្បីយើងបានជាមិនលក់មិនជាចិញ្ចឹមជាមិនសាច់ដើម្បីលក់នៅចន្លោះខែបើយើងដាក់ខែ11នៅខ្ទង់ខែ5ខែ6ហើយគឺយើងបានលក់ហើយតែវាមិនដាច់ដល់ថ្នាក់នោះទេវាមានខែវាអាចថាពី3ខែយើងបានលក់ម្ដងពី3ខែយើងបានលក់ម្ដងព្រោះកូនវាបណ្ដាក់គ្នាតិចហើយនឹងច្រើនប៉ុន្តែខែដែលចិញ្ចឹមងាយគឺចាប់ពីខែ11ដល់ខែ7នោះឯងខែ7ខែ8វាមិនអីទេមិនយើងចិញ្ចឹមឲ្យវាធំដល់ខែ7ខែ8ហើយគឺមិននោះយើងគិតថាកូនរបស់វាអាចធំអាចលក់បានហើយសម្រាប់វិធីនេះគឺគ្រួសារខ្ញុំបានចាប់ផ្ដើមផ្ទាល់ខ្លួនឯងតំណងប៉ុន្តែការចាប់ផ្ដើមលក់ដូរអីវ៉ាន់ចាប់ហួយនេះគឺដាក់ដើមទុនចំនួន1លានរៀល1លានហើយនឹងចិញ្ចឹមជ្រូកនៅវីដេអូក្រោយនឹងរៀបរាប់អំពីសាច់រឿងហើយនឹងការវិវត្តក្នុងការរស់ស៊ីលក់ដូរយើងមិនមានដើមទុនច្រើនដូចជាគេចាប់ផ្ដើមលុយទាំងបាច់ទេប៉ុន្តែយើងរបៀបតែយើងនេះអត់យើងចាប់ផ្ដើមតាមអត់ហើយវិធីគឺវាមានយើងអាចស្ដាប់ហើយយកទៅអនុវត្តតាមបានសម្រាប់បងប្អូនដែលមានចំណង់ចំណូលចិត្តក្នុងការរស់ស៊ីលក់ដូរអីវ៉ាន់ចាប់ហួយបន្តិចបន្តួចឬក៏មានដើមទុន1លានហើយក៏វាអាចងាយស្រួលដែរប៉ុន្តែបើយើងមានច្រើនលើសនោះពី3លានហើយយើងកុំចាប់រួចទៅដាក់អីវ៉ាន់ទាំងអស់តំណងគឺយើងគួរថាសិក្សាពីវាបន្តិចសិនរបៀបថាបើយើងមានដល់ទៅយើងមាន2លានយើងដាក់តែត្រឹម1លានអីសិនបានហើយដាក់អីវ៉ាន់1លានយើងមើលថាតើយើងអាចរកបានលក់ដូរចំណេញបានប៉ុណ្ណាហើយនឹងខ្លួនយើងនោះមានសមត្ថភាពគ្រប់គ្រងអាជីវកម្មការលក់ដូររបស់យើងនោះបានប៉ុណ្ណាបើយើងគិតថាយើងអាចដំណើរការបានហើយយើងអាចបន្ថែមដើមទុនទៀតតាមដែលយើងអាចថាបន្ថែមបានប៉ុន្តែគុំលើសលប់ទៅពេលខ្លះយើងអាចគ្រប់គ្រងបានត្រឹមតែអីវ៉ាន់1លាន2លានតែនៅពេលដែលយើងមិនទាន់បានសិក្សាច្បាស់យើងដាក់ថែមចូលដល់5លាន10លានអីនៅពេលដែលដាក់អីវ៉ាន់មកវាបែរជាស្ទះវាលក់មិនចាញ់អីវ៉ាន់ខ្លះវាសល់ហូរដល់លេចូលលក់ចាញ់ដល់អីវ៉ាន់ខ្លះព្រោះនៅពេលដែលថែមច្រើនវាមិនប្រកាសថាចំណូលហើយនឹងចំណាយនោះវាអាចទប់គ្នាបានទេព្រោះអីវ៉ាន់ខ្លះគឺវាខូចវាហូរដល់លេនោះវាធ្វើយើងខាតបង់វាមិនចំណេញច្រើនទេសម្រាប់អីវ៉ាន់ដែលដាក់លក់វាចំណេញតិចតួចសឹងថាកាក់សែនប៉ុន្តែបើយើងមិនចេះសន្សំចៃក៏យើងគិតមើលថាវាគង់តែមានដែរអ្នកដែលរស់ស៊ីមុនអ្នកខ្លះចាប់ផ្ដើមរស់ហើយក៏ប្រាជ័យដូរលលំទៅវិញនៅខាត់បងគេហៅចាប់ហួយចាប់ហែនលក់ចុះលក់ឡើងហែនអត់មានសល់លុយដោយសារថាការគ្រប់គ្រងទុកដាក់ចំណាយចំណូលនោះអត់ច្បាស់លាស់